សួស្តីបងប្អូនទាំងអស់គ្នាបាទតើបងប្អូនសុខសប្បាយចិត្តទេបាទមិនបានធ្វើវីដេអូឲ្យបងប្អូនបានមើលយើងរាល់ថ្ងៃបងប្អូនហ្នឹងហើយបាទថ្ងៃនេះក៏ខ្ញុំមកតប comment របស់បងម្នាក់ហ្នឹងហើយដែលគាត់សួរថាតើខ្ញុំធ្វើវីដេអូកាត់តហ្នឹងខ្ញុំប្រើកម្មវិធីអ្វីហ្នឹងហើយបាទហ្នឹងហើយថ្ងៃនេះខ្ញុំនឹងមកបង្ហាញប្រាប់គាត់ហ្នឹងហើយបាទសម្រាប់បងប្អូនមួយចំនួនតូចហ្នឹងហើយដែលមិនទាន់បានស្គាល់ពីកម្មវិធីកាត់តវីដេអូបាទសម្រាប់បងប្អូនភាគច្រើនណាស់ដែលស្គាល់កម្មវិធីនេះបងប្អូនបាទសម្រាប់ខ្ញុំគឺប្រើជាមួយនឹងកម្មវិធី KineMaster នេះបងប្អូន KineMaster បាទសម្រាប់បងប្អូនភាគច្រើនគឺគាត់បានស្គាល់ច្រើនណាស់បាទសម្រាប់បងប្អូនមួយចំនួនទូចមួយដែលគាត់មិនទាន់បានស្គាល់បាទដូច្នេះដើម្បីបានកម្មវិធី KineMaster នេះមកប្រើតើធ្វើយ៉ាងណាបាទសូមមកតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាបាទ Let's go បាទជាដំបូងបងប្អូនចូលក្នុង Play Store មកហើយបងប្អូន search ពាក្យថា KineMaster KA នឹងវាសារតែខ្ញុំធ្លាប់3ម្ដងខ្ញុំធ្លាប់ search ម្ដងបងប្អូនហើយតាមហ្នឹងអូខេសារខ្ញុំអត់សូវចាំទេបងប្អូនបាទសូមទៅតមកបងប្អូនវាយពាក្យចឹងមកហ្នឹងបាទបងប្អូនក៏សូមពេញនិយាយទេបងប្អូនបានសូមអធិស្ឋានបានហើយបងប្អូនដំឡើងមកសាទរបងប្អូនខមមិនមកសួរខ្ញុំបានចាំបន្តិចបងប្អូនបាទសារតែអ៊ីនធឺណិតវិញ slow បាទនឹងហើយបងប្អូនខ្ញុំបានដំឡើងពេញហើយបាទហ្នឹងហើយបានដំឡើងពេញហើយដូច្នេះយើងចូលទៅបើកទាំងអស់គ្នាបាទបន្ទាប់ពីយើងបើកហើយវាចាញ់មកជាបែបនេះបងប្អូនហើយចុចមានបដិសេធអនុញ្ញាតចុចកន្លែងអនុញ្ញាតមកនឹងមានប្លោះចុចនេះបងប្អូនអូវីដេអូនេះវីដេអូនេះបានផុតប្រឡងមកនឹងរុញអស់មកអត់មកទៅមានវាអស់ហ្នឹងអូយអស់ហើយចុចឲ្យកន្លែងនេះញ៉ៃទេបងប្អូនបាទសម្រាប់បងប្អូនត្រូវការកាត់តវីដេអូក្នុង TikTok YouTube ក្នុង Facebook វិញបាទបងប្អូនចូលចូលមកនេះមកទៀតមកនេះសម្រាប់ឲ្យយើងបង់ប្រាក់ហ្នឹងបងប្អូនចុចបង់ប្រាក់វាមិនចុចទេនេះចុចប្រញ្ញាក្លែងលើនេះហើយចាញ់ឲ្យចាំបងប្អូនហើយយើងជ្រើសយកកណ្ដាលគេមកហើយវាមានបាយយើងជ្រើសរើសបាទមានដេកមានបញ្ឈរមានវងជ្រុងហ្នឹងបាទឆ្នេះយកទី1យកដេកហ្នឹង
សារអ៊ីនធឺណិតនឹង slow បងប្អូនបាទកន្លែងហ្នឹងខ្ញុំនិយាយថាយើង download មកវាជាពាណិជ្ជកម្មបងប្អូនហើយបាទសារតែទូរស័ព្ទ Android បាទហ្នឹងហើយបងប្អូនចង់កាត់តរូបភាពមិនអាចចិត្តបងប្អូនបាទបងដាក់រូបភាពកាត់តមិនហ្នឹងហើយបាទអាចចិត្តបងប្អូនហ្នឹងហើយជាបទចម្រៀងដាក់អីហ្នឹងហើយចង់កាត់តដាក់បទចម្រៀងកាត់តដាក់ហ្នឹងហើយកាត់តដាក់ TikTok បាទហ្នឹងហើយអានេះកន្លែងនេះដាក់ភ្លេងបងប្អូនយកភ្លេងអីក៏បានស្រាប់ភ្លេងបងប្អូន download មកហ្នឹងហើយបាទសម្រាប់វីដេអូរបស់ខ្ញុំមិនមែនតែប៉ុណ្ណឹងបងប្អូនមកស្គាល់ឆ្កងសូមបងប្អូនអធិស្ឋានបាទអូខេហ្នឹងហើយបងប្អូនបាទដោយសារតែកម្មវិធីនេះខ្ញុំអត់សូវបានប្រើទេបាទខ្ញុំប្រើដែរប៉ុន្តែខ្ញុំប្រើមួយទៀតហ្នឹងហើយដោយសារតែនឹងវាជាប់logo បងប្អូនបាទថាវាជាប់ logo នឹងពេលផុសវីដេអូទៅវាជាប់អក្សរ logo បាទហ្នឹងហើយបើចង់ឲ្យជាប់ logo ខ្ញុំមានរបៀប download មួយទៀតបាទតាមវីដេអូក្រោយខ្ញុំនឹងមកបង្ហាញបងប្អូនបាទសម្រាប់បងប្អូនដែលចង់ប្រើកម្មវិធីនេះដែលវាជាប់ logo បាទវីដេអូក្រោយខ្ញុំបាទនឹងមកបង្ហាញពីរបៀប download កម្មវិធី KineMaster ដែលបញ្ចូល logo បងប្អូនបាទសម្រាប់ពេលនេះសូមអរគុណច្រើនបាទសម្រាប់បងប្អូនដែលបានទស្សនាបាទក្រោយសូមអរគុណច្រើនហើយសូមអភ័យទោសដល់បងប្អូនលោកគ្រូផងបាទនិយាយទៅមានការខុសឆ្គងមួយក៏ប្រាប់ទៅមានកំហុសឆ្គងខាងណាសូមអធិស្ឋានផងបាទអរគុណច្រើនបាយ